ហើយនេះខ្ញុំតេស្តទូរស័ព្ទ3គ្រឿងដែលដំណើរការដោយ Snapdragon 8 Elite Gen 5ដូចគ្នាហើយការតេស្តរបស់ខ្ញុំដោយដាក់ case ដើម្បីធ្វើត្រាប់តាមការប្រើប្រាស់របស់យើងរាល់ថ្ងៃដែលយើងតែងតែដាក់ case អញ្ចឹងណាខ្ញុំអត់ដក case ចេញទេហើយនេះគឺ Red Magic 11 Pro លក្ខណៈពិសេសរបស់វាហ្នឹងគឺដោយសារវាមានដង្ហល់ហើយជាមួយនឹង Liquid Cool អញ្ចឹងរាល់ការតេស្តវាអាចនឹងមានប្រៀបជាងគេប៉ុន្តែយើងនឹងឃើញថាតើលទ្ធផលនឹងវាយ៉ាងណាទី2គឺ Xiaomi 17 Pro Max ទី3គឺ Xiaomi 17 Pro ការតេស្តរបស់ខ្ញុំគឺផ្អែកទៅលើ variable 3ទី1គឺយើងតេស្ត Geekbench ដំណើរការ single core performance multi core performance ហើយជាមួយនឹង graphic performance បន្ទាប់មកទៀតគឺយើងតេស្តជាមួយនឹង 3D Mark ដែលបញ្ជាក់អំពី performance នៅក្នុងការលេង game ឬក៏ render video render graphic ហើយនឹងចំណុចទី3គឺយើង run overall score បន្ទុកសរុបនៅក្នុង Antutu តើទូរស័ព្ទទាំង3ហ្នឹងមួយណាខ្លាំងជាងគេហើយមួយណាជាបញ្ហានៃការធ្លាក់ចុះនៃកម្លាំងប្រើប្រាស់ Red Magic 11 Pro ការតេស្តទៅលើ Geekbench Single Core Performance ទទួលបានបន្ទុក 3653 បន្ទុក Multi Core Performance 11189 បន្ទុកហើយចំពោះ Graphic Core Performance ដែលយើងតេស្ត Volcon គឺទទួលបាន 27082 បន្ទុក Xiaomi 17 Pro Max Single Core Performance ទទួលបាន 3486 បន្ទុក Multi Core Performance ទទួលបាន 9827 បន្ទុកហើយចំពោះ Graphic Core Performance គឺទទួលបាន 27512 បន្ទុក Xiaomi 17 Pro Single Core Performance ទទួលបាន 3484 បន្ទុកហើយ Multi Core Performance ទទួលបាន10133 បន្ទុក Graphic Performance គឺទទួលបាន 27179 បន្ទុក 3D Mark Wildlife Extreme Red Magic 11 Pro ទទួលបានបន្ទុក 7100 បន្ទុក Frame Rate 42.52 ហើយសម្រាប់ Xiaomi 17 Pro Max វិញទទួលបានបន្ទុក 5494 បន្ទុកហើយ Frame Rate គឺ 32.90 ចំណែកឯ Xiaomi 17 Pro វិញទទួលបាន 5213 បន្ទុក Frame Rate គឺទទួលបាន 31.22 Red Magic 11 Pro បន្ទុកសរុប Antutu Score ទទួលបាន 3,860,115 បន្ទុកហើយនេះនៅពេលដែលយើង run test គឺធ្វើឲ្យកម្លាំង CPU នោះវាដំណើរការខ្លាំងហើយវាឡើងកម្ដៅរហូតដល់52 53អង្សាហើយនេះដោយសារវាមានដង្ហល់អញ្ចឹងវាជួយកាត់បន្ថយកម្ដៅបានខ្លះ Xiaomi 17 Pro Max វិញទទួលបានបន្ទុកសរុប 3,132,005 បន្ទុកហើយកម្ដៅនៅពេលដែលប្រើប្រាស់គឺវាត្រឹមតែ51អង្សាសេប៉ុណ្ណោះហើយចុងក្រោយគឺ Xiaomi 17 Pro បន្ទុកសរុបទទួលបាន 2,920,559 បន្ទុកហើយកម្ដៅគឺឡើងខ្លាំងរហូតដល់55អង្សាសម្រាប់ទូរស័ព្ទទាំង3ថ្មីត្បិតតែប្រើដោយ processor ដូចគ្នា Snapdragon 8 Elite Gen 5ក៏ពិតមែនក៏ប៉ុន្តែយើងឃើញថា Red Magic 11 Pro ដំណើរការបានល្អទាំងការប្រើប្រាស់រយៈពេលខ្លីនិងការប្រើប្រាស់រយៈពេលវែងចំណែក Xiaomi 17 Pro តូចជាងគេហ្នឹងគឺដោយសារតួវាតូចអញ្ចឹងនៅពេលដែលប្រើប្រាស់ក្នុងរយៈពេលខ្លីដូចជាយើង run ទៅលើ Geekbench ឬក៏ 3D Mark ដោយសារវាដំណើរការក្នុងរយៈពេលខ្លីយើងឃើញថាកម្លាំងរបស់វាប្រហាក់ប្រហែលនឹងគេឯងទេវាប្រហាក់ប្រហែលគ្នាដំណើរការដូចតែជាមួយនឹង17 Pro Max ប្រហែលខុសគ្នាបន្ទុកតិចតួចអញ្ចឹងអានឹងយើងមិនរាប់ថាខុសគ្នាទេប៉ុន្តែនៅពេលដែលយើង run Antutu ដែលវាដំណើរការយូរម៉ោងហើយខ្ញុំ run វាក្រោយគេទៀតដើម្បីឲ្យវាដំណើរការឲ្យអស់ប្រសិទ្ធភាពហើយជាមួយនឹងកម្ដៅវាឡើងអស់ប្រសិទ្ធភាពអញ្ចឹងនៅពេលដែលប្រើប្រាស់យូរម៉ោងឃើញថា Xiaomi 17 Pro នោះវាធ្លាក់ performance ខ្លាំងមែនទែនដែលបន្ទុកសរុបនៅក្នុង Antutu នោះគឺនៅត្រឹមតែ 2,900,000 ទេនេះបើធៀបជាមួយនឹង Red Magic 11 Pro នៅពេលដែលដំណើរការយូរម៉ោងប៉ុណ្ណឹងក៏ដោយក៏បន្ទុកនៅរក្សាបានខ្ពស់រហូតដល់ 3,800,000 អញ្ចឹងបើធៀបគ្នាប្រហែលជា 24% លឿនជាងខ្លាំងជាងក្នុងរយៈពេលយូរចឹងកន្លែងនេះគឺខ្ញុំចង់បញ្ជាក់ថាសម្រាប់ទូរស័ព្ទទាំង3នេះប្រើដោយ processor ដូចគ្នា RAM ប៉ុនគ្នាសម្រាប់ Red Magic RAM ច្រើនជាងគេព្រោះវា 24G ប៉ុន្តែអ្វីដែលជាលក្ខណៈល្អប្រសើរហ្នឹងគឺត្រង់ថារាល់ការងារទាំងឡាយណាដែលតាក់ទងជាមួយនឹងការប្រើប្រាស់យូរម៉ោងដូចជាការ render video ដូចជាការលេង game គឺនៅតែ Red Magic 11 Pro ដំណើរការបានល្អខ្លាំងជាងគេនៅក្នុងការប្រើប្រាស់ processor Snapdragon 8 Elite Gen 5 ឯ Xiaomi 17 Pro Max និង17 Pro បើក្នុងការប្រើប្រាស់ទូទៅដូចជាយើងបើក website មើល Facebook មើល TikTok ឬក៏លេង game មួយផ្លែទេដំណើរការវានឹងដូចគ្នាប្រហាក់ប្រហែលគ្នាតែជាមួយនឹង Red Magic ដូចគ្នាទេប៉ុន្តែអ្វីដែលខុសគ្នាគឺនៅពេលដែលយើងប្រើការងារបែបយូរដូចជាការ render video យើងកាត់ video ហើយយើង render ចេញដែលវាត្រូវការពេលវេលាយូរហ្នឹងរវាង17 Pro និង17 Pro Max គឺនឹងឃើញភាពខុសគ្នាហើយ17 Pro វានឹងយឺតជាងច្រើនដោយដែលការបង្ហាញមិញគឺបន្ទុកវាធ្លាក់ច្រើននៅពេលដែលយើងដំណើរការយូរម៉ោងសម្រាប់ការប្រើប្រាស់ទូទៅការលេងហ្គេមតិចតួច
មិនថា17 Pro ឬក៏17 Pro Max ទេគឺនៅតែដំណើរការល្អប៉ុន្តែសម្រាប់អ្នកដែលលេង game យូរឬក៏ render video ច្រើនជំរើសមានតែ Xiaomi 17 Pro Max ឬក៏ Red Magic 11 Pro ព្រោះវាអាចដំណើរការបានយូរម៉ោងនឹងរក្សាស្ថានភាពកម្លាំងវានឹងបានល្អដែលយើងហៅថា sustain performance អញ្ចឹងកន្លែងនេះគឺខ្ញុំអាចនិយាយបានថាទំហំពិតជាមានផលប៉ះពាល់ទៅលើកម្លាំងប្រើប្រាស់មែននេះដូចជាអ្វីដែលអ្នកទាំងអស់គ្នាឃើញនេះបើយើងធៀបសម្រាប់ទូរស័ព្ទចេញពីក្រុមហ៊ុនតែមួយប៉ុន្តែដោយសារតែទំហំតូចហើយនឹងទំហំធំវាមិនអាចបំភាយកម្ដៅបានល្អទេអញ្ចឹងនៅពេលដែលកម្ដៅឡើងខ្លាំងវានឹងធ្លាក់កម្លាំងប្រើប្រាស់ដូចដែលយើងឃើញនៅក្នុងពិន្ទុសរុបហើយជាមួយនឹងកម្ដៅដែលកើនឡើងនៅក្នុង CPU អញ្ចឹងវាមានភាពខុសគ្នាទាំងកម្ដៅទាំងកម្លាំងប្រើប្រាស់អញ្ចឹងសង្ឃឹមថាព័ត៌មានអស់ទាំងនេះនឹងអាចបង្ហាញនៅចំណុចសំខាន់អំពីការប្រើប្រាស់ទូរស័ព្ទក៏ដោយឬក៏កម្លាំងប្រើប្រាស់របស់វាតើយើងប្រើរយៈពេលខ្លីវាយ៉ាងម៉េចយើងប្រើរយៈពេលវែងវាយ៉ាងម៉េចហើយរូបរាងទំហំរបស់វាតូចឬក៏ធំនោះវាអាចប៉ះពាល់កម្រិតណាលើកនេះយើងតេស្តតែ3ទេ Red Magic 11 Pro Xiaomi 17 Pro Max Xiaomi 17 Pro ថ្ងៃក្រោយខ្ញុំនឹងធ្វើការតេស្តជាមួយនឹង Apple ម្ដង iPhone 17 Pro និង17 Pro Max ដែលដំណើរការជាមួយនឹង processor A19 Pro ដូចគ្នាប៉ុន្តែចាំមើលតើពីរនឹងមានផលប៉ះពាល់ទៅលើទំហំដែរអត់ទេព្រោះដោយសារ processor ដូចគ្នាប៉ុន្តែទំហំធំតូចជាងគ្នាទៀត Xiaomi យើងឃើញថាខុសគ្នាចុះ iPhone ចាំមើលវីដេអូក្រោយ